អ្នកគ្រូសុំសួរបន្តិចកូនខ្ញុំអាយុ7 ខែមុំហើយក្អែមួយថ្ងៃ4 ទៅ 5 ដងមានបញ្ហាអីអត់អ្នកគ្រូចាបងតាក់តងជាមួយនឹងករណីកូនក្អែគឺមានតែ3ចំណុចទេទី1គឺកូនមុំឆ្អែតពេកហើយម៉ាក់គាត់ឆាប់ឲ្យកូនគេងចំណុចទី2គឺកូនអាឡែស៊ីជាមួយនឹងទឹកដោះគោឬក៏ម៉ាក់ដែលគាត់បើដោះកូនគាត់បានញ៉ាំនៅសារធាតុឬក៏ចំណីអាហារឬក៏ភេសជ្ជៈដែលធ្វើឲ្យអាឡែស៊ីដល់កូនទី3គឺកូនគាត់ខំប្រឹងបើពេកអញ្ចឹងគាត់បានបឺតខ្យល់ចូលទៅជាមួយធ្វើឲ្យពោះរបស់គាត់គឺឆាប់ពេញអញ្ចឹងក៏ជាមូលហេតុដែលធ្វើឲ្យគាត់ឆាប់ភើឬក៏ក្អែចេញមកវិញដូចគ្នាអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់មានកូនមិនថាមុំទៅដោះគោឬក៏អំបៅដោះកូនទេត្រូវតែប្រយ័ត្នតាក់ទងជាមួយនឹង3ចំណុចហ្នឹងហើយបើក្នុងករណីម៉ាក់ដែលគាត់មានកូនតូចកូនមានការក្អួតរាកឬក៏ភើច្រើននៅក្នុងរយៈពេល1 ម៉ោងម្ដងអីរយៈពេល3 4ថ្ងៃជាប់គ្នាអីសូមបងប្រញាប់យកកូនទៅជួបគ្រូពេទ្យជាបន្ទាន់